បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីមេរៀនអង់ទីក្រាលកំណត់បាទអញ្ចឹងនៅក្នុងនេះយើងបានលើកយកនៅលំហាត់អង់ទីក្រាលចំនួន2ដែលលំហាត់ A គឺអង់ទីក្រាលកំណត់ពី1ទៅនៃ logarithmនៃ x លើ x ពី x ហើយនឹងលំហាត់ B គឺជាអង់ទីក្រាលកំណត់ពី1ទៅ2នៃx ការ៉េបូក1 o ការ៉េគុណនឹង 2x dx អញ្ចឹងនៅក្នុងការគណនាអង់ទីក្រាលនេះគឺយើងប្រើប្រាស់រូបមន្តបាទគឺអង់ទីក្រាលនៃអុយស្វ័យគុណ n គុណជាមួយនឹងអុយព្រីម dx ហើយស្មើនឹងអុយស្វ័យគុណ n បូកថែម1លើ n បូក1បូកនឹង c អញ្ចឹងបានន័យថានៅពេលដែលយើងគណនាអង់ទីក្រាលដោយប្រើរូបមន្តនេះគឺយើងត្រូវធ្វើម៉េចបំលែងកន្សោមលំហាត់អង់ទីក្រាលរបស់យើងនឹងឲ្យទៅជាទម្រង់បែបនេះមកហើយយើងអាចដាក់ចម្លើយរបស់វាបានអញ្ចឹងយើងមើលចម្លើយនៃលំហាត់ទី 1A របស់យើងគឺអង់ទីក្រាលកំណត់ពី1ទៅនៃ log នៃពនៃ x ចែកនឹង x dx ចឹងដើម្បីបានទម្រង់រូបមន្តខាងលើយើងត្រូវយកលំហាត់របស់យើងនេះទៅបំលែងឲ្យទៅជារាងអុយសេគុណ n គុណនឹងអុយព្រីមអញ្ចឹងខ្ញុំបំលែងអង់ទីក្រាល1ទៅចំណែក log នៃពនៃ x ខ្ញុំដាក់វាមកខាងមុខតទៅទៀតខ្ញុំគុណជាមួយនឹង 1px dx តែបន្ទាប់យើងដឹងហើយថា1លើ x ហ្នឹងគឺជាអង់ទីក្រាលសំទោសគឺជា derivative បាទនៃ logarithm នៃពនៃ x អញ្ចឹងបើសិនបើយើងយក derivative log នៃពនៃ x នេះទៅចំនួនត្រង់កន្លែង1លើ x អញ្ចឹងយើងទទួលបានបាទអង់ទីក្រាលរបស់យើង1ទៅនៃ log នៃព x បាទគុណនឹង log នៃពនៃ x ព្រីម dx អញ្ចឹងយើងសាកសង្កេតមើលលំហាត់របស់យើងនេះនៅពេលដែលយើងបំលែងទៅកន្សោមរបស់យើងវាចូលទម្រង់អុយសេគុណ n សេគុណ n របស់យើងមានន័យថាសេគុណ1ចំណែកនេះអុយដែរប៉ុន្តែអុយព្រីមអញ្ចឹងចម្លើយទទួលបានគឺជា log នៃពនៃ x o ការ៉េចែកជាមួយនឹង2កំណត់ពី1ទៅ2បាទតទៅទៀតយើងជំនួសតម្លៃកំណត់ចូលដើម្បីរកចម្លើយនៃអង់ទីក្រាលរបស់យើងគឺយើងបាន log នៃពនៃ o ការ៉េលើ2ដកនឹង log នៃពនៃយកលេខ1ចូលយើងមក o ការ៉េលើ2បាទចុងក្រោយយើងសម្រួលមកដោយសារ log នៃពនៃ ស្មើ1អញ្ចឹងយើងបានទៅជា1លើ2ដកនឹង log នៃពនៃ1ស្មើ0អញ្ចឹងបាន0លើ2នោះចម្លើយអង់ទីក្រាលរបស់យើងគឺមានតម្លៃស្មើជាមួយនឹង1លើ2ហើយនេះគឺជាចម្លើយនៃលំហាត់អង់ទីក្រាល A របស់យើងឥឡូវយើងមកកលេចមើលលំហាត់អង់ទីក្រាល B របស់យើងវិញអង់ទីក្រាលនៃ1ដល់2នៃ x ការ៉េបូក1 o ការ៉េគុណជាមួយនឹង 2x dx អញ្ចឹងកន្លែងនេះយើងបំលែងវាយ៉ាងម៉េចយើងសាកសង្កេតមើលខាងក្រោយកន្លែងផ្នែក 2x អញ្ចឹងដោយសារ 2x នេះបើសិនជាយើងយកនេះផ្នែកខាងក្នុង x ការ៉េបូក1ព្រីមនេះទៅយើងបាន 2x ហើយអញ្ចឹងមានន័យថាបើសិនបាក់គោខាងក្នុងនេះ derivative ទៅវាស្មើនឹង 2x នេះអញ្ចឹងមានន័យថា 2x នេះយើងអាចទៅសេទៅជាខាងក្នុងនឹងព្រីមបានអញ្ចឹងដោយ 2x របស់យើងហ្នឹងគឺជា derivative នៃ x ការ៉េបូក1អញ្ចឹងយើងជំនួសចូលមកយើងបាន1ហើយទៅ1ទៅ2នៃ x ការ៉េយើងសេដដែលបូក1 o ការ៉េកន្លែង 2x នេះយើងជួសដោយ
x ការ៉េបូក1 ព្រីមបាទ dx ចឹងតាមរូបមន្តយើងបានចម្លើយអង់ទីក្រាលទៅជា x ការ៉េបូក1ស្វ័យគុណ2បូកថែម1បាន3ចែកនឹង3ហើយមានតម្លៃកំណត់ពី1ទៅ2ដើម្បីរកចម្លើយនៃអង់ទីក្រាលចឹងយើងចំនួនតម្លៃកំណត់ចូលដោយចំណុច2មុនយើងទទួលបានទី1គឺ2ការ៉េឡើង4បូកថែម1ទៀតស្វ័យគុណ3លើ3តាមទៀតយើងចំនួនតម្លៃកំណត់ទី2គឺលេខ1ចឹងយើងបាន1ការ៉េស្មើ1បូកថែម1ស្វ័យគុណ3ចែកនឹង3ដោយសម្រួលលទ្ធផលនៃអង់ទីក្រាលចឹងយើងបាន5ស្វ័យគុណ3លើ3ដកនឹង2ស្វ័យគុណ3លើ3ពាក្យបែងដាក់រួម5ស្វ័យគុណ3 125ដកនឹង8 2ស្វ័យគុណ3ចឹងយើងបានចម្លើយនៃអង់ទីក្រាលគឺ117លើ3បាទអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយនៅក្នុងការគណនារកចម្លើយនៃអង់ទីក្រាលកំណត់មករបស់យើងដោយយើងមិនចាំបាច់ធ្វើការតាំងនាំយូរហើយនឹងវែងឆ្ងាយចឹងយើងអាចប្រើប្រាស់រូបមន្តរបស់យើងនេះបានអញ្ចឹងនៅក្នុងវីដេអូរបស់យើងមានតែប៉ុណ្ណឹងសូមរងចាំតាមដានទស្សនានៅវីដេអូក្រោយបន្តទៀត